ប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីតារាចម្រៀងលឹមតិចមេងបានបង្ហោះសារមួយពាក់ព័ន្ធទៅនឹងការសុំជំនួយដែលអ្នកគ្រប់គ្រងមួយចំនួនបានយល់ច្រឡំរាជធានីភ្នំពេញតារាចម្រៀងលោកលឹមតិចមេងបានស្នើដល់មហាជនជាពិសេសបណ្ដាអ្នកគ្រប់គ្រងសូមកុំមានការយល់ច្រឡំចំពោះលោកពីការសុំជំនួយបន្ទាប់ពីលោកបានទម្លាយរឿងជូរចត់ដោយតស៊ូលះបង់គ្រប់បែបយ៉ាងរហូតលក់ទ្រព្យសម្បត្តិនិងបញ្ចាំផ្ទះដើម្បីព្យាបាលជំងឺម្ដាយការស្នើសុំកុំឲ្យមហាជនមានការយល់ច្រឡំខាងលើពីតារាចម្រៀងរូបនេះធ្វើឡើងបន្ទាប់ពីលោកបានឮពាក្យចចាមអារាមថាការដែលលោកនិយាយពីរឿងលក់ទ្រព្យសម្បត្តិដើម្បីព្យាបាលជំងឺម្ដាយគឺដោយសារតែត្រូវការជំនួយខណៈពេលដែលមានអ្នកគ្រប់គ្រងមួយចំនួនក៏បានបង្ហាញចំហចង់ជួយលោកផងដែរយ៉ាងណាលោកលឹមតិចមេងបានអំពាវនាវទៅកាន់មហាជនកុំឲ្យជឿនិងមានការភ័ន្តច្រឡំចំពោះរឿងនេះត្បិតលោកមិនដែលស្នើសុំជំនួយណាមួយពីប្រិយមិត្តអ្នកគ្រប់គ្រងមួយរូបណាឡើយតាមរយៈសំណេរដែលបានបង្ហោះនៅលើបណ្ដាញសង្គមតារាចម្រៀងលឹមតិចមេងបានលើកឡើងថាពុកម៉ែបងប្អូនទាំងអស់គ្នាសូមកុំយល់ច្រឡំវីដេអូការចែករំលែកបទពិសោធន៍ក្នុងកម្មវិធីទិវាអ្នកម្ដាយកាលពីបានម្សិលមិញថាគឺជាការសុំជំនួយពីពុកម៉ែបងប្អូនឬហ្វេនណាម្នាក់ឡើយលោកបញ្ជាក់ថាខ្ញុំបាទបង្ហោះសំណេរនេះដោយសារមានបងប្អូនហ្វេនជាច្រើនបានយល់ច្រឡំថាខ្ញុំបាទបានរៀបរាប់យំការប្រយុទ្ធមិញនេះគឺដោយសារតែត្រូវការជំនួយពីពុកម៉ែបងប្អូនលោកថាខ្ញុំអត់ដែលបានស្នើសុំអ្វីពីពុកម៉ែបងប្អូនឬហ្វេនណាម្នាក់ទេត្រឹមតែការស្រឡាញ់ចូលចិត្តគាំទ្រពីពុកម៉ែបងប្អូនទាំងអស់គ្នាគឺគ្រប់គ្រាន់ជាកម្លាំងចិត្តសម្រាប់ខ្ញុំណាស់ទៅហើយជាការកត់សម្គាល់នៅលើវេទិកាប្រគំតន្ត្រីមួយកាលពីពេលថ្មីនេះតារាចម្រៀងលោកលឹមតិចមេងបានទម្លាយរឿងរ៉ាវដ៏ជូរចត់មួយចំនួនដែលធ្លាប់ឆ្លងកាត់ទាំងទឹកភ្នែកថាមានមិត្តភ័ក្តិរបស់លោកមួយចំនួនបានស្ដីឲ្យលោកថាមិនមិនប្រើជីវិតឲ្យលយឆាយនិងអស្ចារ្យក្នុងនាមជាតារាខ្ញុំបានប្រាប់គេទៅវិញថាខ្ញុំអត់មានទេប៉ុន្តែបើម្ដាយខ្ញុំឈឺទោះបីជាត្រូវលូនទៅច្រៀងក៏ខ្ញុំត្រូវទៅដែរហើយមកតពេលបាទនេះម្ដាយខ្ញុំពិតជាជាបានប្រមាណ 80% ហើយលោកបញ្ជាក់ថាប្រសិនបើលោកគ្មានលុយទេម្លេះម្ដាយរបស់លោកនឹងស្លាប់តាំងពីមួយឆ្នាំមុនទើបលោកសម្រេចចិត្តបញ្ចាំផ្ទះដែលរហូតមកដល់ពេលនេះម្ដាយលោកក៏មិនទាន់ដឹងនៅឡើយទេហើយលោកបានប្រាប់ម្ដាយថាបើទោះបីជាមើលគាត់អស់ប៉ុន្មានក៏លោកមានលុយដែរយ៉ាងណាបើតាមការបញ្ជាក់របស់លោកលឹមតិចមេងទាំងអស់នេះលោកចង់ចែករំលែកនៅបទពិសោធន៍ជូនមហាជនហើយក៏ត្រូវចាំថាឪពុកម្ដាយទោះលំបាកយ៉ាងណាក៏អាចចិញ្ចឹមកូនទាំងអស់គ្នាបានរស់បានដែរខណៈពេលដែលមិនប្រកាសថាកូនម្នាក់ណាអាចចិញ្ចឹមឪពុកម្ដាយរស់នោះឡើយបាទបងប្អូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងតារាចម្រៀងលឹមតិចមេងបាទគឺគាត់បាននិយាយនៅក្នុងកម្មវិធីមួយបាទអញ្ចឹងក៏មានហ្វេនមួយចំនួននឹងបានលើកឡើងថាការត្អូញត្អែរបស់តារាចម្រៀងនឹងគឺចង់បានជំនួយពីពុកម៉ែបងប្អូនអញ្ចឹងទៅក៏ប៉ុន្តែលឹមតិចមេងបានបកស្រាយហើយគាត់គ្រាន់តែចង់ចែករំលែកនៅបទពិសោធន៍ដែលធ្លាប់ឆ្លងកាត់ជាមួយនឹងពុកម្ដាយរបស់គាត់តែប៉ុណ្ណោះគឺមិនមានចេតនាក្នុងការសុំជំនួយណាមួយពីហ្វេនក៏ដូចជាអ្នកគ្រប់គ្រងនោះទេប្រិមត្តជាទីគោរពពាក់ព័ន្ធទៅនឹងអត្ថបទនេះក៏ត្រូវបានបញ្ចប់សូមអរគុណបាទសូមជម្រាបលា